ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមបង្ហាញពីប្រភេទរទេះលក់ប្រហិតចៀនពងទាកូនហើយនឹងចាណាងហើយនឹងក៏មានលក់បាយម្ហូបកំងហើយនឹងបបរអីដែរអញ្ចឹងណាហើយក្នុងរូបភាពនេះដែរក៏អរគុណច្រើនដល់បងស្រីមួយខាងខេត្តសៀមរាបដែលគាត់បានកំងរទេះនឹងមកឈុតចាហើយឥឡូវហ្នឹងគឺយើងរៀបចំឲ្យរួចរាល់ជូនគាត់ហើយខាងក្រោយនេះគឺយើងមានទូមួយសម្រាប់ដាក់គ្រឿងបុកល្ហុងខាងមុខហ្នឹងគឺយើងមានទូប្រហិត4ប្រអប់សម្រាប់ដាក់តាំងប្រហិតរបស់គាត់ណាឥឡូវយើងមកមើលផ្នែកខាងមុខទាំងអស់គ្នាខាងមុខហ្នឹងគឺយើងមានកាងមានអីសម្រាប់ដាក់ធុងតកកដោយអត់ទេយើងរត់ដងអញ្ចឹងនិយាយទៅវាអត់មានអីប្លែកពីអត់ទេយើងរត់ដងគ្រាន់តែថាការរៀបចំហ្នឹងគឺយើងមានបិទរូបភាពមានតនើសម្រាប់ដាក់តាំងគ្រឿងកំប៉ុងអីផ្សេងអញ្ចឹងទៅមើលទៅវាឃើញស្អាតឃើញប្លែកអីចឹងណាហើយខាងក្នុងនេះដែរបងស្រីគាត់ឲ្យចោះឆ្នាំងបបរមួយលេខ40តោះឥឡូវយើងមើលបន្តទៅទាំងអស់គ្នាចាខាងក្រោយនោះគាត់មានចក្រានមួយសម្រាប់អាំងសាច់អាំងស្លាប់មាន់អាំងអីចឹងណាហើយអានេះគ្រឿងប្រដាប់ចាប់ម៉ូតូដែលខ្ញុំបានរៀបចំឲ្យគាត់គឺនិយាយរួមទៅដល់គាត់ដាក់ចូលពីឡានគឺគាត់យកទៅឲ្យជាងចាប់ឲ្យមកតិចទៅគឺអាចប្រើបានហើយគាត់ចាប់ជាមួយនឹងម៉ូតូអត់សងណាហើយខាងលើនេះគឺយើងមានតនើមានអីសម្រាប់ដាក់អីវ៉ាន់អញ្ចឹងទៅដាក់ចានដាក់កែវដាក់ថង់អីផ្សេងអញ្ចឹងណាហើយក៏មានកន្លែងសម្រាប់ដាក់តាំងគ្រឿងកំប៉ុងឲ្យគាត់មកជុំរទេះនឹងតែម្ដងចាខាងក្រោមក៏យើងធ្វើជើងចក្រានធ្វើអីសម្រាប់ទប់កុំឲ្យពេលដែលយើងចាប់ភ្ជាប់ជាមួយនឹងម៉ូតូយើងជិះទៅគីឡូវារេអីទៅឆ្វេងស្ដាំអីចឹងណាគឺយើងធ្វើជើងសម្រាប់ទប់ជើងចក្រានឲ្យគាត់ចាហើយឥឡូវនេះយើងមកមើលការរៀបចំចេញដំណើរដឹកយកទៅដាក់នៅឃ្លាំងឡានដើម្បីដាក់ទៅខាងខេត្តសៀមរាបចាហើយវីដេអូនេះដែរខ្ញុំតែងតែថតឲ្យមើលអញ្ចឹងដោយសារតែមានបងប្អូនមួយចំនួនគាត់សួរថាអាវ៉ាន់នឹងអាចផ្ញើទៅតាមខេត្តបានអត់អញ្ចឹងណាខ្ញុំចង់បញ្ជាក់ទៅប្រាប់ពួកគាត់ថាយើងអាចផ្ញើបាន25ខេត្តក្រុងបងទៅខាងខេត្តណាក៏យើងផ្ញើបានដែរចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានបំណងចង់ធ្វើការកម្មង់អីគឺអាចធ្វើការកម្មង់បានតាមរយៈ page នេះផ្ទាល់ឬក៏តាមរយៈលេខទូរស័ព្ទរបស់ខ្ញុំ5ខ្សែនៅក្នុងវីដេអូដែលខ្ញុំតែងតែដាក់ឬក៏ការផុសរូបជាស្លឹកអីផ្សេងហ្នឹងគឺមានលេខទូរស័ព្ទរបស់ខ្ញុំតាម5ខ្សែហ្នឹងហើយចាហើយក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ